ក្រៅការផ្ញើលិខិតសុំវិសោធនកម្មរដ្ឋធម្មនុញ្ញនៅមេត្រាមួយចំនួននោះគណៈបកប្រជាជនកម្ពុជាបានអះអាងថាខ្លួននឹងឆ្លើយទៅកាន់គណៈបកប្រឆាំងវិញនៅថ្ងៃប្រហ័សនេះតែម្ដងនេះបើតាមការបញ្ជាក់ពីលោកជៀមយៀបមន្ត្រីការិយាល័យនយោបាយគណៈបកប្រជាជនកម្ពុជាលោកជៀមយៀបបានបញ្ជាក់ថាការស្នើសុំរបស់ប្រធានគណៈបកប្រឆាំងនេះគណៈបកប្រជាជនកម្ពុជាត្រូវការការពិនិត្យវិច័យដោយឡែកលោកព្រំសុខាវិញបានលើកឡើងថាសំណើដែលគណៈបកសង្គ្រោះជាតិស្នើនៅសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា76និងការបង្កើតជំពូកថ្មីតាក់ទងនឹងអង្គការរៀបចំការបោះឆ្នោតនោះគឺជាអ្វីដែលគណៈបកកណ្ដាលអំណាចរបស់លោកបាននឹងកំពុងតែធ្វើលោកបញ្ជាក់ថាមាត្រា76មាត្រា150 151ក្តីគឺជាកិច្ចការដែលចំណាយពេលវេលាច្រើនអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសុវណ្ណមិនបានអត្ថាធិប្បាយអ្វីនោះទេព្រោះលោកអះអាងថាទុកពេលវេលាឲ្យក្រុមការងារបកទាំងពីរធ្វើការជាមួយគ្នាជាមុនសិនសូមបញ្ជាក់ថាក្នុងលិខិតផ្ញើទៅកាន់លោកសខេងអបនាយករដ្ឋមន្ត្រីនិងជាមន្ត្រីជាន់ខ្ពស់កំពូលនយោបាយគណៈបកប្រជាជនកម្ពុជាលោកសំរងស៊ីបានស្នើឲ្យលោកសខេងពិនិត្យលើសេចក្តីព្រាងច្បាប់ដែលបានផ្ញើជូនបើតាមលិខិតដដែលនោះសមាជិកទាំង55រូបរបស់គណៈបកសង្គ្រោះជាតិនឹងអាចកំណត់ថ្ងៃចូលស្បត់សច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងបានប្រសិនបើបកប្រជាជនកម្ពុជាទទួលយកនៅខ្លឹមសារនៃសេចក្តីព្រាងនេះសូមបញ្ជាក់ថាតាំងពីក្រោយការបិទបញ្ចប់ចំនួននយោបាយដោយការចរចាថ្នាក់កំពូលតាំងពីថ្ងៃទី22កក្កដាមកគណៈបកសង្គ្រោះជាតិនៅមិនទាន់បានកំណត់ថ្ងៃចូលស្បត់នៅក្នុងព្រះបរមរាជវាំងនៅឡើយនោះទេមិនទាន់ចូលស្បត់ព្រោះថាគណៈបកសង្គ្រោះជាតិនៅបន្តទាមទារឲ្យមានការព្រមព្រៀងជាគោលការណ៍រវាងក្រុមការងារកំណែទម្រង់ស្ថាប័នរដ្ឋសភាស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងស្ថាប័នរដ្ឋធម្មនុញ្ញជាមុនសិនសូមកត់សម្គាល់ថាបើទោះបីជាមានការស្នើសុំការព្រមព្រៀងជាបន្តបន្ទាប់ពីគណៈបកសង្គ្រោះជាតិគណៈបកប្រជាជនកម្ពុជាក៏នៅតែបន្តប្រើយុទ្ធសាស្ត្រត្រជាក់ថ្នមស្ថានភាពដដែល